បាទសួស្តីដាវីតទាំងអស់គ្នាសម្រាប់ក្រុមបងប្អូនដែលត្រៀមនៅក្នុងការរៀបចំបាទទៅលើ BBU online learning អញ្ចឹងគ្រាន់តែលឺចង់សូជា platform បាទខ្លះសម្រាប់បង្ហាញបងប្អូនតាក់ទងជាមួយនឹងបាទ BBU online learning របស់យើងណាអញ្ចឹងបងប្អូនអាចធ្វើគំរូទៅតាមរបៀប Microsoft Teams ទៅបាទព្រោះយើងស្រួលប្រើបាទទី1គឺយើង platform បាទ menu មួយចំហៀងនេះយើងអាចដាក់ស្រដៀងគ្នាមកយើងមាន calendar យើងមាន assignment មានអីចឹងណាហ្នឹងហើយបន្ទាប់មកខាងលើនេះយើងមានជាលក្ខណៈ join or create team នៅខាងលើនេះណាបាទហើយនេះគឺកន្លែងដែលយើងត្រូវការ find រក team របស់យើងបាទអញ្ចឹង team ហ្នឹងបើសិនជាគេមាន ID មានអីចេះពីមុខយើងគេវាយតែ ID ហ្នឹងមកបាទគេអាចធ្វើការ find រក team ហ្នឹងបានបាទអញ្ចឹងអាហ្នឹងក៏វាមានភាពងាយស្រួលដែរនៅពេលក្រោយយើងអាច find វាបាទអញ្ចឹងយើង find រក team ហ្នឹងវាលឿនណាហ្នឹងហើយអញ្ចឹងដល់ពេលដែលគេចាំទៅលើ ID team ហ្នឹងគឺគេអាចធ្វើការ find បានលឿនបាទហ្នឹងមួយសម្រាប់ការ search របស់យើងហើយនៅកន្លែងពាក្យ join or create team នេះយើងចុចមកវាមាន create team វាមាន join team បាទអញ្ចឹងយើងអាចបង្កើតដូចគ្នាទៅហើយ team របស់យើងនៅពេលដែលយើងបង្កើតយើងឲ្យមានលេខកូដលេខដូច Microsoft Teams អញ្ចឹងជាធម្មតានៅពេលដែលយើងយក create team នេះវាមាន3ខ្លះនេះដែលមាន4នេះដែលយើងត្រូវរៀបចំប៉ុន្តែបងអូនធ្វើតែខ្លះនេះមួយសិនទៅបាទអា3នេះបងអូនកុំអានណាដោយសារយើងការងាររបស់យើងវាច្រើនដែរវាធំដែរអញ្ចឹងសំខាន់យើងធ្វើឲ្យតែ create ខ្លះមួយបានទៅបាទអញ្ចឹងបន្ទាប់ពីយើងចុចលើ create ហ្នឹងទៅបាទវាចេញមកខ្លះអក្សរអញ្ចឹងហើយយើងចុចពាក្យថា use the template នេះវាកន្លែងនេះគឺវាឲ្យយើងដាក់ team name ហើយបាទបើថាយើងដាក់ឈ្មោះ team របស់យើងថាតើយើងចង់បង្កើត team ហ្នឹងឈ្មោះអីបាទអញ្ចឹងលោកគ្រូឧទាហរណ៍ថាលោកដាក់ test មួយមកបាទ team test មួយអញ្ចឹងលោកគ្រូ create បាទអញ្ចឹងនៅពេលដែលលោកគ្រូ create ទៅបាទគឺវាឲ្យយើង add តាក់ទងជាមួយនឹង member បាទដែលយើងត្រូវ add ចូលប៉ុន្តែ member របស់យើងដូចលោកគ្រូបានបញ្ជាក់ប្រាប់បងប្អូនអញ្ចឹង member ហ្នឹងសំខាន់ឲ្យតែគាត់មាននៅក្នុង system របស់យើងបានយើងអាច add បានតែបើសិនជាគាត់មិនមាននៅក្នុង system របស់យើងទេគឺយើងមិនអាច add គាត់បានទេកន្លែងហ្នឹងណាបាទអញ្ចឹងបងប្អូនអាចកំណត់លក្ខខណ្ឌហ្នឹងបាទនេះកន្លែងនេះគឺយើងចាប់តាម add member ចូលបាទអញ្ចឹងឧទាហរណ៍ដល់លោកគ្រូ add លោកគ្រូ Dina មួយលឹម Dina លោកគ្រូបានវាយឈ្មោះគាត់ទៅវាចេញមកអញ្ចឹងហ្នឹងបាទអញ្ចឹងយើងអាចធ្វើការ add ចឹងនៅពេលដែលយើង add ចូលយើងចង់ add ប្រហែលអ្នកក៏បានដែរបន្ទាប់មកយើងអាចដូរ status របស់គាត់យើងដាក់គាត់ជា member ឬក៏ជា owner ហ្នឹងណាបាទអញ្ចឹងបើគ្រូយើងដាក់ជា owner បើសិស្សយើងយកគាត់ជា member អញ្ចឹងយើងអាចមានសិទ្ធពីរហ្នឹងទៅដូចគ្នាអញ្ចឹងទៅវាមាន owner វាមាន member អញ្ចឹងណាបាទអញ្ចឹងយើងជ្រើសរើសមួយណាក៏បានឧទាហរណ៍ថាយើងយក owner អញ្ចឹងយើង add មកបាទអញ្ចឹងនៅក្នុង team របស់យើងនេះគឺយើងទទួលបានបាទ owner មួយឯងជាមួយនឹងឈ្មោះអ្នកបង្កើតបាទអញ្ចឹងបើន័យថា owner ត្រូវមាន2ឧទាហរណ៍ថាឈ្មោះលោកគ្រូលឹមទីណាមួយឈ្មោះលោកគ្រូមួយដោយសារលោកគ្រូជាអ្នកបង្កើត team ហ្នឹងបាទអញ្ចឹងត្រូវមានលោកគ្រូជា owner ក្នុងហ្នឹងនេះបាទអញ្ចឹងយើងចូលមើលលើ member នេះទៅយើងឃើញថាមាន owner ហ្នឹងគឺមាន2មានលោកគ្រូទីណាជាមួយនឹងលោកគ្រូបាទអញ្ចឹងវាមាន2ហ្នឹងណាហើយកន្លែងនេះអីគឺបងប្អូនអាចយក style ដូចគ្នាអញ្ចឹងទៅបាទឧទាហរណ៍យើងចុចលើ team យើងបង្កើតហ្នឹងតែហ្នឹងបាទយើងចូលមកវាមាន tray 3ចុចលើហ្នឹងមកវាមាន manage team វាមាន add member វាមាន add channel ណាវាមាន copy link វាមាន leave team បាទវាមាន manage ណាបាទប៉ុន្តែអា leave team នេះបាទបើសិនជាគាត់ជា member យើងកុំឲ្យគាត់មានអា leave team នេះប៉ុន្តែបើសិនជាយើងជា owner អាហ្នឹងយើងមានសិទ្ធិ leave ខ្លួនឯងបានកន្លែងហ្នឹងណាលោកចង់បញ្ជាក់អញ្ចឹងតែសម្រាប់ member អត់ទេណាបាទ member យើងអត់អនុញ្ញាតឲ្យគាត់ leave ទេបាទអញ្ចឹងកូនសិស្សគាត់អាច leave team ខ្លួនឯងចេញបានអញ្ចឹងសម្រាប់បាទ owner យើងអាច leave បានប៉ុន្តែជានិស្សិតបើយើងដាក់ជាគាត់ជា member គឺគាត់អាច leave team បានដែរបាទអញ្ចឹងអាហ្នឹងយើងអាចប្រើប្រាស់ការកំណត់សិទ្ធទៅបាទ delete team delete អីនេះអានេះទៅតែ owner បាទគាត់មានសិទ្ធ delete តែបើ member ក៏អត់មានសិទ្ធ delete ទេណាបាទយើងអាចមើលសិទ្ធទៅតាមលក្ខខណ្ឌហ្នឹងទៅ owner យើងចាត់ទុកថាគាត់ជា admin ចុះហ្នឹងជា admin ណាបាទអញ្ចឹង admin បាទគាត់មានសិទ្ធទាំងអស់ហ្នឹងតែបើសិនជាគាត់ជា member ធម្មតាក៏អត់មានសិទ្ធ delete ក៏អត់មានសិទ្ធ leave team អត់មានសិទ្ធអីទេណាបាទហើយតាក់ទងជាមួយនឹងការ manage team អីនេះក៏គាត់អត់មានសិទ្ធដែរអាហ្នឹងយើងត្រូវបិទគាត់ទៅឧទាហរណ៍ថាគាត់ចង់ដូរឈ្មោះ team ចង់ដូរអីអត់បាននេះកន្លែងដែលគេដូរឈ្មោះ team អញ្ចឹងយើងចុចទៅលើ setting គេមានដូរឈ្មោះ team យើងអាចចុច edit ហ្នឹងទៅបាទយើងអាចធ្វើការដូរនៅឈ្មោះ team របស់យើងបានហើយនៅក្នុងហ្នឹងគឺយើងមានបាទនេះគេមាន member permission របស់គេណាលក្ខខណ្ឌគេចង់ឲ្យធ្វើអីវាមាននៅក្នុងហ្នឹងបាទហើយបន្ទាប់មកយើងមានជាលក្ខណៈ guest permission បាទនេះ guest សម្រាប់អ្នកដែលអត់មាន email បាទយើងនិយាយថា Microsoft Teams គឺសម្រាប់ user ណាដែលគាត់អត់មាន email ក្នុងការប្រើប្រាស់គាត់ join តាម link ចូលហ្នឹងជាលក្ខណៈ guest បាទហើយអានេះគឺតាក់ទងមួយ mention បាទអញ្ចឹង mention ហ្នឹងយើងមានស្អីខ្លះនៅក្នុងនេះណាបាទយើងអាច mention ទៅលើ team channel គ្រប់ណាអីមួយបាទហើយបន្ទាប់មកវាមាន code team នេះ
bà hay code team នេះសំខាន់ណាស់នៅពេលដែលយើងចុចលើ code team យើង generate ទៅបាទយើងចុចលើប៊ូតុង generate ទៅទទួលបានលេខ code អញ្ចឹងយើងអាចកំណត់ auto ដូចគ្នាទៅលេខ code team របស់យើងតែលេខ code យើងអាចដាក់មានលេខអក្សរលេខអីចឹងដូច Microsoft Teams និយាយទៅយើងយក sample តាម Microsoft Teams ហ្មងកន្លែងហ្នឹងណាហ្នឹងហើយអញ្ចឹងគេចង់ copy code ហ្នឹងគេចុចលើពាក្យ copy ទៅ copy បានហើយបើគេចង់ឲ្យ code ហ្នឹងធំគេចុចលើពាក្យ full screen ទៅវាធំចេះណាបាទអញ្ចឹងវាមើលឃើញលេខ code ហ្នឹងធំនៅលើក្រាឃានអញ្ចឹងទៅបើសិនជាគ្រូគាត់ដាក់ផ្ទាំង LCD ដាក់អីណាបាទអញ្ចឹងយើងអាចមើលតាមហ្នឹងហើយកន្លែងនេះយើងអាច add ទៅលើ channel add ទៅលើអីបានថា channel យើង add នៅខាងក្រោមនេះដោយអ្វីដែលលោកគ្រូបាន add ឧទាហរណ៍ថាលោកគ្រូចូលទៅលើ team ថ្នាក់រៀនរបស់យើងមួយមកបាទអញ្ចឹងនៅពេលដែលយើងចូលទៅលើថ្នាក់រៀនមួយនេះយើង add team add channel របស់គេចេះណាឧទាហរណ៍គ្រូថ្ងៃច័ន្ទមកជាអីថ្ងៃគៀណាបាទថ្ងៃពុធថ្ងៃពហុថ្ងៃសុក្រអាហ្នឹងអាស្រ័យទៅលើគេ add អ្នក channel នេះបាទអញ្ចឹងគេ add channel គេចង់ដាក់ channel ហ្នឹងឈ្មោះអីឈ្មោះអីហ្នឹងអាស្រ័យលើអ្នកបង្កើតទេណាបាទគាត់អាចទៅធ្វើការ add បានបាទកន្លែងហ្នឹងអញ្ចឹងអានេះគឺតាក់ទងជាមួយ meeting របស់យើងបាទ team របស់យើងហើយកន្លែងនេះគឺ meeting បាទអញ្ចឹងនៅពេលដែលគាត់បង្កើតហើយគាត់អាចចុចលើ channel មួយណាដើម្បីធ្វើការ meeting ក៏បានដែរបាទណាបើសិនជាគាត់ជា owner បាទអញ្ចឹងគាត់អាចចុចលើ channel នេះហើយចុច meeting ក៏បានគាត់អាចចុចលើ channel មួយណា meeting ក៏បានឬក៏គាត់ meeting លើ general នេះក៏បានដែរបាទប៉ុន្តែជាធម្មតាការបរៀនគឺគ្រូក៏អត់ដែរ meeting លើនេះទេបាទគឺគាត់ meeting ទៅលើ channel របស់គាត់នេះឃើញទេបាទអញ្ចឹងបាទគឺគាត់ធ្វើការងារអីគឺនៅលើ channel របស់គាត់តែម្ដងបាទនេះណាបាទអញ្ចឹងគាត់ចង់ meeting ឧទាហរណ៍ថានេះ channel របស់លោកគ្រូអញ្ចឹងលោកគ្រូអាច meeting លើនឹងបានយើងចុច meeting មកបាទអញ្ចឹង platform របស់ meeting គឺមានប៉ុណ្ណឹងអានេះមានបើកវីដេអូមានអីណាមានបើកសំឡេងបើកអីហ្នឹងបាទនេះគឺ microphone 2 Mac បាទយើងចង់បើកយើងបើកទៅណាបាទជួនកាលពេលដែលយើងជន់យើងអត់ចង់បើកសំឡេងហ្នឹងកុំឲ្យវាលឺសំឡេងយើងអាចបិទយើងអាចបើកវីដេអូឬក៏បិទសំឡេងបិទអីហើយយើងធ្វើការជន់ទៅបាទបន្ទាប់មកគឺ team របស់យើងគឺវាចាប់ផ្ដើមដំណើរការហើយដល់ពេលដែលវាចាប់ផ្ដើមដំណើរការបងប្អូនអាចឲ្យវា alert ជាលក្ខណៈជា invite people ហ្នឹងគឺយើងមាន copy link យើងមាន add participant បាទយើងមាន share បាទទៅលើ default email អីយើងអាចដាក់ដូចគ្នាមកបាទអាហ្នឹងយើងអាចបើសិននេះបងដាក់តែពីរនេះក៏បានដែរមានតែ copy link ឬក៏ add participant ហ្នឹងក៏បានដែរណាបាទអញ្ចឹងបើសិនគេចង់ copy គេគ្រាន់តែចុចលើហ្នឹងស្មើនឹង copy នេះឃើញទេបាទឬក៏គេចង់ add participant ផ្សេងគេចុចលើហ្នឹងមកគេអាចធ្វើការ add បានគេ search ឈ្មោះ search អីចឹងទៅបាទហើយកន្លែង search នេះលោកគ្រូចង់ឲ្យបងប្អូន search ជា ID សិស្សក៏បាន search ជាឈ្មោះរបស់សិស្សក៏បានណាហ្នឹងហើយអញ្ចឹងលោកគ្រូចង់បានពីរហ្នឹងអាចជា ID ក៏បានជាឈ្មោះក៏បានកន្លែងហ្នឹងណាបាទក្នុងការ search ហ្នឹងបាទចឹងអានេះគឺតាក់ទងជាមួយ meeting របស់យើងហើយពេលដែលយើង meeting យើងអាចធ្វើការ share screen នេះ share screen យើងអាចធ្វើការបើក mute បើសិនជាយើងត្រូវការនិយាយយើងអាចធ្វើការបើកកាមេរ៉ាបើសិនជាយើងចង់ឲ្យគេឃើញមុខណាបាទកន្លែងហ្នឹងហើយនេះគឺ view តាក់ទងជាមួយនឹងអ្នកដែលចូលរួមយើងចង់ view ជាលក្ខណៈ view យ៉ាងម៉េចអីយ៉ាងម៉េចណាយើងចុចទៅនេះវាមានជា gallery យើងមានជា speaker វាមានជាបាទ target mode ណាបាទអញ្ចឹងអានេះគឺតាក់ទងមួយ view របស់វាបាទហើយនេះគឺតាក់ទងជាមួយ react បានថាជារូបភាពផ្សេងដែលគេចង់ដាក់ជាមេដៃជាបេះដូងជាអីណានៅពេលដែលប្រជុំអីហ្នឹងបាទនេះគឺតាក់ទងជាមួយនឹងការដែលគេចង់ឆ្លើយទៅលើសំណួរបាទគេត្រូវការលើកដៃលើកអីណាបាទទៅលើ rest នេះបានថាយើងអាចមានសំណួរអីយើងលើកដៃអញ្ចឹងទៅបាទវាចេញទៅលើ people នេះវាបញ្ជាក់ថាបាទឈ្មោះនេះបានលើកដៃហើយបាទគាត់ចង់សួរសំណួរចង់អីចឹងទៅណាបាទហើយគាត់ចង់បិទវិញអីក៏បានដែរហ្នឹងគាត់បិទខ្លួនឯងហើយនេះឆាតបាទយើងអាចបង្កើតទៅបើតែកំពុងតែ meeting ហ្នឹងក៏គាត់អាចធ្វើការឆាតបានដែរឆាតនៅក្នុងក្រុម meeting ហ្នឹងគាត់ចង់សួរសំណួរអីគាត់ចង់ធ្វើអីគាត់អាចឆាតសួរនៅក្នុង meeting ហ្នឹងបានណាបាទឧទាហរណ៍គេដាក់ hi អីចឹងទៅបាទវា load មកនៅឆាតរបស់យើងណាបាទអញ្ចឹងបើថានៅក្នុង team ហ្នឹងគឺគេអាចមើលឃើញតាក់ទងមួយការងារទាំងអស់ហ្នឹងហើយនៅកន្លែងនេះយើងអាចកំណត់ទៅវាមាន leave team វាមាន in meeting អញ្ចឹងសម្រាប់member នៅពេលដែលគាត់បើកជា meeting គាត់អាចមាន in meeting ចោលហ្មងអញ្ចឹងបើថា in ហ្នឹងបានតែគាត់បិទ meeting ហ្នឹងហ្មងទោះ member ណាក៏អត់បាន leave ចេញក៏ meeting ហ្នឹងបិទចោលដែរតែបើសិនតែយើង leave អានេះបានថាយើង leave តែឯងទេបាទនេះគឺយើងបិទ meeting ហ្នឹងចោលតែម្ដងណាប៉ុន្តែអាហ្នឹងលុះត្រាតែគាត់ជា member ហើយគាត់ជាអ្នកបើក meeting ហ្នឹងបានគាត់អាចមាន in meeting ចោលតែបើសិនតែគាត់ជា member គ្រាន់តែ join ចូល meeting ហ្នឹងទេគឺគាត់អត់មានសិទ្ធិនៅក្នុងការបិទ meeting ទាំងអស់ហ្នឹងចោលទេណាគាត់គ្រាន់តែមានសិទ្ធិតែ leave តែខ្លួនឯងនេះកន្លែងហ្នឹងណាបាទអញ្ចឹងយើងអាចកំណត់ទៅជា admin បានមានសិទ្ធិនៅក្នុងការ in meeting ហ្នឹងចោល admin ហ្នឹងលុះត្រាតែ admin ហ្នឹងជាអ្នកបើកទៀតជាអ្នកបើក meeting ទៀតតែបើសិនតែ admin ដូចគ្នាដែរតែគាត់មិនមែនជាអ្នកបើកទេក៏អត់មានសិទ្ធិបិទ meeting របស់គេចោលទេអាហ្នឹងអញ្ចឹងណាអញ្ចឹងបើសិនតែយើងឲ្យ admin មានសិទ្ធិបិទទាំងអស់អាហ្នឹងវាបញ្ហាលុះត្រាតែ admin ហ្នឹងគាត់ជាអ្នកបើក meeting បានគាត់មានសិទ្ធិ in meeting ហ្នឹងចោល
បាទតែបើសិនតែគាត់មិនបើកទេគាត់គ្រាន់តែ join ចូលរួមជា member ធម្មតាគាត់មានសិទ្ធិតែ live meeting ហ្នឹងទេណាកន្លែងហ្នឹងណាបាទអញ្ចឹងយើងអាចធ្វើតាមហ្នឹងហើយយើងមាន profile មានអីដូចគ្នាអញ្ចឹងទៅបាទហើយបើសិនតែយើងចង់បិទអានេះគ្រូបិទទៅហ្នឹងបាទបើសិនគ្រូចង់ in meeting គ្រូបិទចោលតែម្ដងហើយកន្លែងមកនេះវាមានច្រើនវាមានការ record ណាបាទបងអាចធ្វើការ record នៅពេលដែលយើង meeting ហ្នឹងយើងអាចធ្វើការ record បាននេះ meeting info time ណាបាទពេលវេលាយើងចង់ show time show អីនេះម៉ោងបាទម៉ោងពេលរបស់យើងអីណាបាទអញ្ចឹងគឺយើងអាច start ម៉ោង start អីយើងដឹងថាយើងចង់ meeting ពីម៉ោងប្រហែលដល់ម៉ោងប្រហែលទៅណាអានេះយើង start ដើម្បីយើងមើលម៉ោងខ្លួនឯងណាបាទដើម្បីយើងចង់ដឹងថាតើយើងប្រើរយៈពេលនៅក្នុងការ meeting ហ្នឹងយើងរយៈពេលប្រហែលដល់ប្រហែលយើងអាចធ្វើការ start ខ្លួនឯងបានទៅលើ time ហ្នឹងបាទអញ្ចឹងវាមាន video effect ណាបាទ video effect នេះបាទថាតាក់ទងមួយ background ពីក្រោយ meeting ហ្នឹងបាទយើងចង់ដាក់ background អីយើងចង់ដាក់អីបាទនេះបាទយើងចុចទៅបាទអញ្ចឹងបើថាពេលដែលយើងចុច tick អាហ្នឹងហើយយើង view មកបាទវាចេញ background ខាងក្រោយហ្នឹងនេះឃើញទេដូចបលគ្រូអញ្ចឹងបាទវាចេញ background ខាងក្រោយហ្នឹងឲ្យយើងហើយបាទអាហ្នឹងអាស្រ័យលើយើងរើសហើយយើងចង់បាន background អីហើយយើង stop វិញយើង stop ទៅបាទអញ្ចឹងយើងបាត់ហើយណាបាទអានេះគឺតាក់ទងជាមួយនឹង background របស់យើងនៅកន្លែង more នេះបាទវាមាន effect របស់វាហើយនេះគឺ audio setting បាទ audio setting នេះយើងចង់បើកសំឡេងឲ្យឮលើអីបើសិនតែយើងដាក់កាសយើងឲ្យឮចេញទៅកាសយើងឲ្យឮចេញមក microphone របស់យើងឬក៏អីយើងអាចធ្វើការបើកបិទបាននៅលើនេះណាបាទអញ្ចឹងបងប្អូនអាចបង្កើតជា channel មួយហើយបងប្អូនអាចធ្វើការ test ទៅហ្នឹងហើយណាទៅលើ test លើទាំងអស់ហ្នឹងទៅបាទសំខាន់យើងធ្វើបានអីប៉ុណ្ណាចាំពេលតាមពេលវេលារបស់យើងជាក់ស្ដែងទៅហើយបើសិនជាមានបញ្ហាអីឆ្ងល់ផ្សេងទៀតចាំបងប្អូនអាចតាក់ទងសួរមកលោកគ្រូបានណាហ្នឹងហើយអញ្ចឹងអានេះ meeting យើងមានប៉ុណ្ណឹងបាទហើយនៅពេលដែលយើងចាប់ផ្ដើមលោកគ្រូបិទ meeting ហ្នឹងសិនបាទឧទាហរណ៍ថាយើងមានជា team អញ្ចឹងហើយបាទយើងត្រូវការទម្លាក់កិច្ចការឧទាហរណ៍ទម្លាក់ការប្រឡងទម្លាក់អីអញ្ចឹងនៅក្នុង meeting នេះវាមានជា home page វាមានជា class note ណាបាទ class note នេះមិនថាគេអាចធ្វើការ note បាទនៅក្នុង class របស់យើងនឹងបាទមានកិច្ចការអីគេអាច set up បាទទៅលើ class របស់យើងហើយជា class work ណាបាទការងារនៅក្នុងក្រុមគេឲ្យធ្វើអីយើងអាចបានហើយនេះ assignment ដូចយើងនិយាយថាការប្រឡងក៏អីសម្រាប់គ្រូគាត់តម្លាក់កិច្ចការប្រឡងអីផ្សេងណាបាទអញ្ចឹងគេអាច create ទៅនៅក្នុងនេះគេឲ្យយើងជ្រើសរើសបើសិនជាពាក្យថា new assignment នេះបើថាយើងទៅបង្កើត assignment ហ្នឹងថ្មីបើថាយើងចាប់ផ្ដើមធ្វើវាហ្មងតែបើសិនជាយើងយក new quiz បើថាយើងទៅយក file ដែលយើងបានធ្វើរួចហើយអាហ្នឹងណាឧទាហរណ៍ថា new assignment នេះបើណាចូលមកគឺវានេះចាប់ផ្ដើមឲ្យយើងដាក់បាទពេលវេលាពេលអីណាយើងកំណត់នៅក្នុងនេះគឺមានថ្ងៃខែអូតូអានេះយើងដាក់ថ្ងៃណាគឺវាតម្លាក់ថ្ងៃហ្នឹងនេះណាយើងចាប់ថ្ងៃហ្នឹងទៅវានឹងតម្លាក់ថ្ងៃហ្នឹងហើយនេះគឺពេលវេលារបស់យើងបាទschedule date នេះបើថាបងឯងចង់តម្លាក់ការងារហ្នឹងនៅថ្ងៃ30ហ្នឹងប៉ុន្តែតម្លាក់នៅម៉ោងប្រហែលលោកឧទាហរណ៍ថាលោកចង់តម្លាក់នៅម៉ោង2រសៀលអីចឹងទៅបាទអញ្ចឹងយើងយកម៉ោង2មកណាហ្នឹងហើយបន្ទាប់មក do date បើថាយើង close វិញនៅថ្ងៃ30ហ្នឹងដដែលលោកឧទាហរណ៍ថាលោក close នៅម៉ោង5ល្ងាចអីចឹងទៅណាបាទ5ល្ងាចអីចឹងមកនេះ5បាទហើយអានេះគឺ close date បើថា expire តែម្ដងអញ្ចឹងបើសិនជាយើងកំណត់អានេះទេបាទអញ្ចឹងបើថាដល់ពេលហ្នឹងគឺគាត់អាចបាទ submit មកបានហើយការងារហ្នឹងប៉ុន្តែអា close date ហ្នឹងបើថាយើងបិទបាទយើងបិទនៅម៉ោងប្រហែលឧទាហរណ៍ថាយើងឲ្យគាត់ submit ពីម៉ោង5មកឧទាហរណ៍លោកថាលោកបិទនៅម៉ោង5កន្លះអីចឹងទៅបាទអញ្ចឹងចាប់ពីម៉ោង5កន្លះទៅគឺគាត់ submit លេងបានហើយអាហ្នឹងអញ្ចឹងណាបាទអញ្ចឹងយើងដាំទៅអាហ្នឹងការងារយើងបានតម្លាក់ហើយបាទបន្ទាប់មកយើងអាចចាប់ផ្ដើមបាទ create ទៅលើការងាររបស់យើងអាចចូល new យើងអាចចូល attach file ឃើញទេបាទអញ្ចឹងអានេះបើសិនជាយើងមាន file ដែលយើងបានធ្វើហើយយើងអាច attach ចូលបាន attach ចេញពី OneDrive attach ចេញពី class note ឬក៏ link ឬក៏ upload from device របស់យើងមិនថា computer របស់យើងណាបាទបងប្អូនអាចមើលតាមហ្នឹងអានេះតាក់ទងជាមួយនឹង new មិនថាយើងបង្កើតថ្មីបង្កើតនៅលើ Word បង្កើតនៅលើ Excel បង្កើតនៅលើ PowerPoint class note ណាឬក៏ whiteboard ណាបាទឬក៏តាក់ទងជាមួយនឹងបាទ application ផ្សេងណាបាទដែលយើងចង់ធ្វើការបង្កើតវាណាបាទអញ្ចឹងយើងអាច manage វាបានកន្លែងហ្នឹងបាទអញ្ចឹងបើសិនជាយើងបង្កើតរួចហើយគេចាប់ផ្ដើមតម្លាក់វាទៅអញ្ចឹងគេអានេះបើសិនជាយើងដាក់វាត្រាស់នេះបាទថាយើងទុកវានៅក្នុងហ្នឹងព្រោះយើងសារយើងកំណត់ពី schedule បាទអញ្ចឹងវាមានត្រាស់របស់វានេះបាទអញ្ចឹងប៉ុណ្ណឹងអានេះសម្រាប់កិច្ចការ assignment តែបើសិនជាឧទាហរណ៍ថាលោកតម្លាក់ជាកិច្ចការ assignment ដែលយើងបានធ្វើរួចវិញយើងចូល quiz នេះទៅបាទអានេះគឺវាចាប់ទាញចេញពី Microsoft Form ដែលយើងបានធ្វើបាទនេះនៅក្នុង Microsoft Form អញ្ចឹងសំណួរទាំងអស់ដែលយើងបានធ្វើនៅក្នុង Microsoft Form វានឹងមកលើហ្នឹងហើយ
ហើយយើងឆ្លាញ់ទៅលើសំណួរណាដែលយើងចង់តម្លាក់ទៅលើសំណួរណាមួយយើង select លើសំណួរហ្នឹងទៅបាទកន្លែងហ្នឹងណាឬក៏យើងចង់ add new quiz ក៏បានដែរបាទអញ្ចឹងឧទាហរណ៍ថាយើងចង់យកហ្នឹងហើយយើងទៅ add quiz ថ្មីយើងចុចលើហ្នឹងមកវាទៅបង្កើតនៅក្នុង Microsoft Form ថ្មីសម្រាប់យើងហ្មងនេះណាបាទអញ្ចឹងយើងដាក់ description របស់យើងទៅបាទយើងចង់ដាក់ការងារអីយើងអាចធ្វើការ add បាទថ្មីបានលើហ្នឹងណាហើយការ add នេះយើងមានជា quiz បាទយើងមានជាអីចឹងយើងអាចធ្វើការ add វាបាទនៅក្នុងនេះអានេះបើសិនតែយើងចង់ add ថ្មីបាទតែភាគច្រើនជាធម្មតាបើសិនតែយើងយកពាក្យថា new quiz នេះគឺគេអាចរើសបាទ quiz ដែលគេមានស្រាប់បាទនេះយើងទៅ add មិនតែគ្រាន់តែអត់តន់ធ្វើអីទេការងារ quiz មិនហ្នឹងហ្នឹងហើយអញ្ចឹងយើងអាច add select អាហ្នឹងទៅយើង attach ចូលទៅបាទវាមានអញ្ចឹងវា attach ទៅវាធ្លាក់មកអញ្ចឹងហើយយើងកំណត់បាទពេលវេលាអីដូចគ្នាចឹងអត់ខុសគ្នាទេណាពេលវេលាអីហើយខាងក្រោមនេះគ្រាន់តែលហូបញ្ជាក់បន្តិចនៅខាងក្រោមនៅពេលដែលយើង add បាទវាមានលក្ខខណ្ឌរបស់វានេះអានេះគឺall current user all current student បើថាយើង add ឲ្យនិស្សិតទាំងអស់ឬក៏បងឯងចង់ invite ទៅលើនិស្សិតណាមួយគឺបងឯងធ្វើការជ្រើសរើសបានណាបាទឧទាហរណ៍ថាបងឯងចង់ invite ទៅលើសិស្សណាមួយបើថាយើងអត់ចង់ invite ទាំងអស់គ្នាបាទឧទាហរណ៍ថាឥឡូវលហូតម្លាក់នៅថ្ងៃ30ហ្នឹងចុះបាទ deadline លហូយកថាម៉ោង5ណាបាទបិទនៅម៉ោង5កន្លះបាទឧទាហរណ៍ចឹងមកយើងខ្លុះមកបន្ទាប់មកយើង apply នេះបងឯងចង់យកអីគេណាបាទឬ all current user ឬក៏បាទ all student របស់យើងណាឬក៏បងឯងចង់ទៅលើបាទ invite ឈប់អានេះយើង invite ទៅលើ user ណាមួយណាបាទនេះដោយសារអីដោយសារវាអត់មានសម្រាប់ user ចូលដល់ពេលអញ្ចឹងវាអត់មានយើង invite all ទេប៉ុន្តែបើសិនជាលហូឧទាហរណ៍ថាលហូបិទវាចោលវិញបាទលហូទៅគ្រប់និស្សិតដែលគាត់មានសិស្សវិញបាទអញ្ចឹងគ្រប់ដែលមានសិស្សវិញពេលដែលយើងតម្លាក់ទៅគឺជាធម្មតាគឺវាមានបាទឲ្យយើង invite ទៅលើសិស្សណាមួយក៏បានដែរអាគ្រប់មិញនោះដោយសារលហូអត់បាន add member ចូលណាដល់ពេលអញ្ចឹងវាអត់មានការ invite ហ្នឹងឯងបាទអញ្ចឹងលហូឧទាហរណ៍ថាលហូតម្លាក់អាហ្នឹងមួយអញ្ចឹងមកណាហ្នឹងហើយបន្តមកបាទយើងបាទកំណត់ពេលវេលាអីតាមនឹងតារាលទៅបាទពេលវេលាអីវាដូចគ្នាទេបាទឧទាហរណ៍ថាម៉ោង5បាទ deadline ម៉ោង5បាទហើយលហូ close date នៅម៉ោង5កន្លះណាលហូឧទាហរណ៍អញ្ចឹងបាទដាក់នៅម៉ោង5កន្លះបាទហើយយើងដាន់ទៅបន្ទាប់មកនៅក្នុងនេះបាទ current student នេះវាមាននេះឃើញវាមាន invite student បាទបើថា individual individual ហ្នឹងគឺគេ invite ទៅលើសិស្សណាម្នាក់អានេះគេ invite ជាក្រុមបាទអានេះ invite ទៅលើសិស្សណាមួយឧទាហរណ៍កិច្ចការហ្នឹងបងឯងអត់ចង់តម្លាក់អីគាត់ទាំងអស់គ្នាបងឯងចង់តម្លាក់ឲ្យសិស្សណាមួយអញ្ចឹងបងអាចធ្វើការធីកប៉ុន្តែលុះត្រាតែសិស្សហ្នឹងគាត់ស្ថិតនៅក្នុង member នៅក្នុងក្រុមរបស់យើងហ្នឹងណាបាទនៅក្នុងក្រុមរបស់យើងហ្នឹងបានគាត់មានសិទ្ធិនៅក្នុងការបានថាយើងអាចមានសិទ្ធិនៅក្នុងការតម្លាក់ឲ្យគាត់បានតែបើសិនគាត់មិនមាន member ឬក៏គាត់មិនមាននៅក្នុងក្រុមរបស់យើងទេគឺយើងអាច add តម្លាក់ឲ្យគាត់បាននៅក្នុងក្រុមហ្នឹងទេអាហ្នឹងអញ្ចឹងណាអាហ្នឹងបើសិនតែយើង invite គេហៅថា by individual បាទទៅលើហ្នឹងណាកន្លែងហ្នឹងណាបាទអញ្ចឹងយើងអាចយកអាហ្នឹងបានទេយើងទៅទាំងអស់បាទនេះគឺ all current បាទ feature student បាទនេះគឺយើងទៅទាំងអស់ដូចគ្នាដែរបាទអញ្ចឹងវាមានប៉ុណ្ណឹងតាក់ទងកន្លែងហ្នឹងហើយយើង assign ទៅវាធ្លាក់ទៅហើយអាហ្នឹងតាក់ទងជាមួយនឹងការងារតែលហូអត់ assign ទេបាទអញ្ចឹងលហូគ្រាន់តែចង់បញ្ជាក់បងប្អូនប៉ុណ្ណឹងហើយសម្រាប់ការងារផ្សេងបងប្អូនអាចមើលបន្ថែមទៀតទៅបាទហើយអត់ច្បាស់អីកន្លែងណាចាំបងប្អូនអាចតាក់ទងសួរលហូបានណាបាទតែការងារបងអាចបង្កើត team បាទបង្កើត team ខ្លួនឯងមួយទៅហើយយើងធ្វើការ test អីបានយើងដឹងបាទអញ្ចឹងបើសិនតែយើងមិនបានបង្កើតទេយើងអត់ដឹងទេហើយrecord វីដេអូអីផ្សេងៗនៅពេលដែលគ្រូគាត់ record គឺវាមាននៅលើ channel របស់គាត់ដូចម៉ោងរបស់គ្រូនេះលោកគ្រូ record គឺវីដេអូហ្នឹងមាននៅលើ channel របស់គ្រូហ្នឹងមកបាទអញ្ចឹងឧទាហរណ៍ថាចុចលើម៉ោងនេះអ្នកឃើញវីដេអូហ្នឹងបាទហ៎បាទអញ្ចឹងកូនសិស្សគាត់អាចមើលបានទៅលើវីដេអូក្នុងការ record ហ្នឹងបាទសម្រាប់ការបរៀនយើងត្រូវការ record ជាវីដេអូទុកឲ្យកូនសិស្សអីចឹងណាហ្នឹងហើយអញ្ចឹងវាទៅតាម channel មួយរបស់គ្រូនេះបាទណាតាម channel មួយរបស់គ្រូអញ្ចឹងលហូមានប៉ុណ្ណឹងសិនបាទហើយបងអាចចាប់ផ្ដើម build អីសិនទៅនេះនៅក្នុង team នេះនៅពេលដែលយើងបង្កើតហើយយើងអាចធ្វើការ hide វាបានណានេះយើង hide យើងចង់បិទវាគឺយើង hide បានដែរអញ្ចឹងដល់ពេល hide វាធ្លាក់មកកន្លែង hide នេះ hidden ខាងក្រោមនេះអញ្ចឹងដល់ពេលយើងចុចពលា hide នេះមកវាសូទៅលើ team ខាងក្រោមដែលយើងបាន hide នេះ team ដែលលហូបាន hide ព្រោះ team ណាដែលចប់ការងារហើយលហូ hide អញ្ចឹងដើម្បីកុំឲ្យវាស្កាស់អញ្ចឹងអា team ដែលនៅនេះគឺ team ដែលលហូត្រូវបរៀននេះបាទដែលវានៅហ្នឹងហើយអញ្ចឹង team មួយចំនួនដែលចប់ហើយលហូហាយ៉ាងនេះដូច team ថ្នាក់របស់យើងអញ្ចឹងបាទ team ថ្នាក់របស់យើងបាទលហូបានឲ្យបន្ទុកទៅខាងខេត្តអស់ហើយអញ្ចឹងលហូអាចធ្វើការហាយអាហ្នឹងបានហើយបាទ team ហ្នឹងអញ្ចឹងលហូអាចធ្វើការហាយវាចេញបានបាទអញ្ចឹ
ចឹងជាធម្មតា team វារៀង error កន្លែងហ្នឹងតិចនៅពេលដែលយើង hide ទៅបាទភ្លាមហ្នឹងវាអត់បាត់ទេទៅយើងទៅ refresh វាបាទបានវាបាត់នេះលហូ hide បាត់ហើយឃើញទេបាទហើយ team នេះលហូបង្កើតតេស្តមិញបើលហូចង់ delete ដែរក៏ delete បានដែរណាបាទអញ្ចឹងលហូ delete វាចោលតែម្ដង team ដែលបង្កើតមិញនេះប៉ុន្តែលុះត្រាតែ team ហ្នឹងយើងជាអ្នកបង្កើតណាបានយើងមានសិទ្ធិ delete បាទតែបើ team ហ្នឹងយើងមិនមែនជាអ្នកបង្កើតទេយើងអត់មានសិទ្ធិ delete ទេប៉ុន្តែសិទ្ធិ hide អត់អីទេបាទទោះយើងមិនមែនជាអ្នកបង្កើតក៏យើងមានសិទ្ធិ hide ចោលដែរជួនកាលការងារ team វាច្រើនអញ្ចឹងបើសិនជាយើងអត់ឲ្យគាត់មានសិទ្ធិ hide ទេ team វាស្កាសនៅលើហ្នឹងអញ្ចឹងគាត់ពិបាកមើលទៅលើការងាររបស់គាត់បាទអញ្ចឹងប៉ុណ្ណឹងហើយមានចងល់អីផ្សេងៗទៀតបងប្អូនចាំឆាតសួរលហូបន្តទៅទៀតណាបាទអរគុណ